ផ្លើផ្លែតភ្នែក8ឆ្នាំបានកន្លងផុតទៅបន្ថែម2ឆ្នាំពីមុន10ឆ្នាំបានកន្លងផុតទៅដោយពន្លឺធម្មពលដើមនៅខាងក្នុងវ៉ាងលីនមានស្ថិរភាពបន្តិចម្ដងនៅពេលគាត់ស្រូបយកធម្មពលដើមដោយប្រើអាក្រាវិរុទ្ធប្រភពរន្ទះរលឡើងដើមកំណើតរបស់គាត់ឥឡូវនេះបានពេញហើយមិនអាចស្រូបយកបានទៀតទេវ៉ាងលីនដឹងថាគឺដោយសារតែកម្រិតដាំដុះរបស់គាត់មិនខ្ពស់គ្រប់គ្រាន់ទេមានតែបន្ទាប់ពីចូលជំហានទី2ប៉ុណ្ណោះដែលគាត់អាចបន្តស្រូបយកធម្មពលដើមឥឡូវនេះអ្វីដែលសំខាន់បំផុតគឺត្រូវឆ្លងកាត់ការដាំដុះដោយខ្លួនឯងគាត់បានក្រោកឈរឡើងហើយក្រឡេកមើលផ្គរលាន់នៅជុំវិញគាត់ទំនាក់ទំនងរយៈពេល10ឆ្នាំធ្វើឲ្យគាត់យល់ផ្គរលាន់កាន់តែប្រសើរវាដូចជាគាត់អាចមើលឃើញប្រភពដើមនៃផ្គរលាន់ទោះបីជាវាព្រិលបន្តិចក៏ដោយរាងកាយរបស់គាត់បានរើចេញហើយវ៉ាងលីនបានចាក់ចេញពីផ្នែកខាងក្នុងនៃបឹងរន្ទះគាត់បានធ្វើដំណើរឆ្ពោះទៅរកកេមឈៀងងហ៊ូត្រូវបានបញ្ជូនទៅឆ្ងាយដោយវ៉ាងលីនកាលពី3ឆ្នាំមុនទោះបីជាមនុស្សនេះបានគោរពគាត់ក៏ដោយក៏វ៉ាងលីនមិនមានអារម្មណ៍ស្រួលទេមុនពេលសិនកងហ៊ូចាក់ចេញគាត់បានទុកសារមួយសត្វផ្គរលាន់ដែលមានស្នែងប្រាក់បានមកដល់វ៉ាងលីនបានអង្គុយនៅលើ Thunder Beast ហើយវាបានប្រែទៅជាកាំរស្មីផ្គរលាន់នៅពេលដែលវាបានហោះចេញពីកន្លែងនេះអ្នកយាម Celestial បានវិលត្រឡប់ទៅស្រមោលរបស់វ៉ាងលីនវិញដោយសារតែការស្រូបយកផ្គរលាន់នៅក្នុងបឹងផ្គរលាន់អស់រយៈពេល10ឆ្នាំល្បឿនរបស់ Thunder Beast បានកើនឡើងវាបានប្រញាប់ប្រញាល់ចេញពីវាលឯផ្កាយហើយបានបាត់ខ្លួនក្នុងចំណោមផ្កាយវ៉ាងលីនបានដឹងរួចហើយថាការផ្លាស់ប្ដូរឋានសួគ៌ប្រឆាំងនឹងអង្កាំបានឆ្លងកាត់ហើយមិនត្រឹមតែប្រលឹងទាំង3នៅខាងក្នុងមិនរងផលប៉ះពាល់ទេពួកគេមើលទៅភ្លឺជាងមុនខ្ញុំត្រូវតែទៅ Thunder Celeste ដូចគ្នានេះផងដែរដោយសារតែការផ្លាស់ប្ដូរនៅលើមេឃប្រឆាំងនៅអង្កាំវាលែងត្រូវការអំណាចនៃធាតុទាំង5ទៀតហើយដូច្នេះតើវាត្រូវការអ្វីខ្លះឥឡូវនេះវ៉ាងលីនបានចាប់ផ្ដើមពិចារណានៅខាងក្រោយនៃធ្នឹម Thunder អង្កាំដែលប្រឆាំងនឹងឋានសួគ៌ត្រូវបានបំបែករវាងយិននិងយ៉ាងអ្នកទាំងពីរមិនត្រូវបានគេលេងសើចទេដែលធ្វើឲ្យលោកវ៉ាងលីនច្រឡំព្រះអាទិត្យនិងព្រះច័ន្ទយិននិងយ៉ាងនៅពេលដែលវ៉ាងលីនបានពិចារណាសត្វ Thunder បានហោះឆ្លងកាត់លំហដែលពោពេញទៅដោយផ្កាបន្ទាប់ពីពេលវេលាដែលមិនស្គាល់លោកវ៉ាងលីនបានទះកាបូបរបស់គាត់ហើយ Jade បានបង្ហាញខ្លួននៅក្នុងដៃរបស់គាត់នេះជាអ្វីដែលសិនកុងហ៊ូបានចាក់ចេញវាជាផែនទីផ្កាយលំអិតនៃដែនខាងត្បូងនៃប្រព័ន្ធផ្កាយ Alhaven មានការណែនាំលំអិតនៅខាងក្នុងដូច្នេះវ៉ាងលីននឹងមិនបាត់បង់ដរាបណាគាត់មានរឿងនេះកន្លែងមុនពេលគាត់ត្រូវបានគេចាត់ទុកថាជាទីរហោស្ថាននៃដែនខាងត្បូងភាគច្រើននៃភពនៅទីនេះត្រូវបានគេបោះបង់ចោលដោយគ្មានអ្វីដែលពិសេសអំពីពួកគេអ្នកដាំដុះដែលមានថាមពលកម្របានមកទីនេះទូយ៉ាងណាក៏ដោយមានបាយអាដែលរស់នៅលើភពទាំងនេះរួមជាមួយគ្រួសារដាំដុះដែលមានឋានៈទាបមួយចំនួនក្នុងរយៈពេល20ឆ្នាំខ្ញុំត្រូវត្រៀមសម្រាប់ការធ្វើដំណើរទៅ Thunder Celestial Realm ដូចគ្នានេះផងដែរអាក្រាវិរុទ្ធខ្លះរបស់ខ្ញុំត្រូវការការកែតម្រូវខ្លះអាក្រាវិរុទ្ធរបស់ខ្ញុំជាច្រើនមិនអនុលោមតាមជំហានទី3ដែលខ្ញុំបានឃើញប្រសិនបើខ្ញុំបន្តប្រើវាផ្លូវដែលខ្ញុំដើរនឹងខុសជាពិសេសវិញ្ញាណដែលអាក់អន់ចិត្តដែលត្រូវការសម្រាប់ទន្លេក្រោមរបស់ខ្ញុំត្រូវការប្រមូលយ៉ាងឆាប់រហ័សដូចគ្នានេះផងដែរវាដល់ពេលដែលខ្ញុំមានភពដាំដុះផ្ទាល់ខ្លួនរបស់ខ្ញុំនៅក្នុងប្រព័ន្ធផ្កាយ All Heaven នៅពេលវ៉ាងលីនបានពិចារណាភ្នែករបស់គាត់បានភ្លឺមុនពេលគាត់ជាភពខ្ជះវាពោពេញទៅដោយភាពរឹងមាំដូច្នេះវាមានន័យថាមានបាយអាចជាច្រើនដែលរស់នៅទីនោះមូលហេតុដែលគាត់បានជ្រើសរើសកន្លែងនេះគឺដោយសារតែវាស្រដៀងនឹងភព Suzaku គាត់នឹកផ្ទះខ្លះវ៉ាងលីនបានលោតចេញពីសត្វរន្ទះបន្ទាប់ពីគាត់បានធ្វើដូច្នេះវាទុកឲ្យយំគួរឲ្យអាណិតហើយប្រែទៅជារទេះសេះសង្គ្រាមមុនពេលចូលក្នុងកាបូបរបស់វ៉ាងលីនដោយដែលគាត់ហៀបនឹងសាកឆ្ពោះទៅរកភពផែនដីការបញ្ចេញមតិរបស់វ៉ាងលីនបានផ្លាស់ប្ដូរភ្លាមៗនៅខាងក្នុងកាបូបរបស់គាត់ការឡើងចុះដ៏មានឥទ្ធិពលបានមកពីខាងក្នុងដាវ Celestial ការឡើងចុះនេះមានចេតនាយូរ៉ាដ៏មានឥទ្ធិពលនិងដាវបុរាណចេតនាដាវដើមជីតារបស់អ្នកទីបំផុតបានច្បាំងឈ្នះអ្នកចាប់ពីពេលនេះតទៅខ្ញុំជាដាវពិតខ្ញុំពិតជាអាក្រក់ណាស់អាក្រក់ខ្លាំងណាស់ការបញ្ចេញមតិរបស់វ៉ាងលីនគឺចម្លែកនៅពេលគាត់ក្រឡេកមើលកាបូបកាន់របស់គាត់កាបូបនេះក៏ដកចេតនាដាវដ៏មានឥទ្ធិពលរួមកាបូបនៃការកាន់ញាប់ញ័រយ៉ាងសាហាវដូចជាកម្លាំងពីសម័យបុរាណចិត្តសាហើយនៅពេលនេះនៅពេលដែលកម្លាំងនេះឈានដល់កម្រិតកម្ពស់ភ្នែករបស់វ៉ាងលីនមានភាពស្ងប់ស្ងាត់នៅពេលគាត់វាយកាបូបកាន់សម្លេងលើខ្លាំងរបស់ស៊ូលីគួរបានចុះខ្សោយភ្លាមសម្បីតែចេតនាដាវក្រាស់ក៏ត្រូវបានគេបង្ក្រាបហើយមិនអាចរាលដាលចេញបានដែរអូលីនស៊ីទុយអ្នកនៅតែមិនយល់ពីស្ថានភាពនេះម្ចាស់នេះមិនបន្ទោសអ្នកទេម្ចាស់នេះវាមិនជាស៊ូលីគួរដៃទុយទេកាលពីមុនម្ចាស់នេះបានទទួលមរតកពីដាវបុរាណលើមុនពេលគាត់បញ្ចប់ការនិយាយដៃរបស់វ៉ាងលីនបានបង្កើតត្រានិងចង្អុលនៅកាបូបពេលនេះសម្លេងរបស់ស៊ូលីគួរបានឈប់ភ្លាមវ៉ាងលីនបានរីកដុះដាលនិងនិយាយដោយស្ងប់ស្ងាត់គ្មានសម្លេងរំខានរាងកាយរបស់គាត់ត្រូវបានចោទប្រកាន់ដោយផ្ទាល់ចំពោះភពផែនដីដែលខ្ជះខ្ជាយនៅចំពោះមុខគាត់ពីឆ្ងាយភពនេះត្រូវបានគ្របដណ្ដប់ដោយពណ៌ខៀវវាហាក់ដូចជាមហាសមុទ្រកាន់កាប់ភាគច្រើននៃផ្ទៃរបស់វាភាពរឹងមាំដែលមកពីវាខ្លាំងច្បាស់ណាស់មានបាយអាចជាច្រើនដែលរស់នៅទីនោះល្បឿនរបស់វ៉ាងលីនគឺលឿនណាស់គាត់ដូចជាអាចផ្កាយនៅពេលគាត់ចោទប្រកាន់ឆ្ពោះទៅរកភពផែនបរិយាកាសនៃភពផែនដីនេះគឺស្ដើងហើយវ៉ាងលីនត្រូវបានចោទប្រកាន់ដោយផ្ទាល់តាមរយៈវានៅពេលគាត់ទៅដល់លើមេឃពីលើភពផែនដីហើយក្លែកមើលទៅគាត់បានបង្ហាញពីដាននៃការភ័ន្តច្រឡំកន្លែងនេះគឺស្រដៀងនឹងភព Suzaku វាមិនមែនជាភាពស្រដៀងគ្នានៅក្នុងរូបរាងទេប៉ុន្តែអារម្មណ៍
អារម្មណ៍ដ៏ទេវភាពរបស់វ៉ាងលីនបានរីករាលដាលនឹងស្កេនភពផែនដីមានអ្នកដាំដុះនៅទីនេះប៉ុន្តែអ្នកដាំដុះដែលមានឥទ្ធិពលបំផុតគឺមានតែនៅដំណាក់កាលណាសាសព្រលឹងប៉ុណ្ណោះមិនមានសូម្បីតែអ្នកដាំដុះបង្កើតព្រលឹងតែមួយទេគាត់បានពិចារណាបន្តិចគាត់បានសម្រេចចិត្តមិនស្វែងរកកន្លែងសម្ងាត់ទេប៉ុន្តែបានជ្រើសរើសភ្នំខ្ពស់បំផុតនៅលើភពផែនដីនៅពេលគាត់បានទៅដល់ភ្នំគាត់បានហោះហើរនៅទីនោះដោយផ្ទាល់វែងយន្តពេកគឺជាកំពូលភ្នំខ្ពស់បំផុតនៅលើភពផែនដីឈីងលីងងទោះបីជាធម៌ពលខាងវិញ្ញាណនៅទីនេះគឺស្ដើងក៏ដោយវាមានទេសភាពដ៏អស្ចារ្យគេអាចមើលឃើញចុងបញ្ចប់នៃពិភពលោកយ៉ាងងាយស្រួលពីកំពូលវាក៏ត្រូវបានគ្របដណ្ដប់ដោយអាប់ផងដែរធ្វើឲ្យវាមើលទៅដូចជាភ្នំស្ទើរតែគ្រប់ប្រទេសដែលរមែងស្លាប់មានគ្រួសារដាំដុះយ៉ាងហោចណាស់មួយឬពីរបាតុភូតចម្លែកនេះត្រូវធ្វើជាមួយការពិតដែលថាភពផែនដីនេះមិនមានធម៌ពលខាងវិញ្ញាណគ្រប់គ្រាន់ហើយមិនមានអ្នកដាំដុះបង្កើតព្រលឹងទេកំពូលភ្នំហេងយន្តនេះជាកម្មសិទ្ធិរបស់ក្រុមគ្រួសារចាងដែលមានអ្នកដាំដុះណាសាស៊ូបំផុតជាធម្មតាអ្នកដាំដុះ Nesen Soul នៅក្នុងគ្រួសារចាងដែលអាយុកាលរបស់វាជិតមកដល់ហើយនឹងចូលមកទីនេះហើយចូលក្នុងការដាំដុះទ្វារបិទទ្វារដើម្បីព្យាយាមយល់ពីផ្ទៃមេឃយូរទៅកំពូលភ្នំដ៏ស្រស់ស្អាតពីដំបូងបានคล้ายទៅជាទទេដោយសារហេតុផលដែលមិនស្គាល់សម្បីតែខ្យល់ដែលមកពីភ្នំក៏ត្រជាក់នៅថ្ងៃនេះសមាជិកគ្រួសារចាងដែលបានជាប់នៅលើឆាន Nesen Soul ដែលវែងជាងគេក្បាលគ្រួសារគឺចាងស៊ីនហៃបានដើរចេញពីភ្នំដោយរាងកាយពោពេញទៅដោយអារម្មណ៍ស្លាប់រាល់អ្នកដាំដុះដែលជីវិតរបស់ពួកគេជិតបញ្ចប់នឹងឆ្លងកាត់វត្តនេះពួកគេនឹងអង្គុយនៅកំពូលភ្នំហេងយន្តហើយសម្លឹងមើលលើមេឃនៅពេលជីវិតរបស់ពួកគេអស់បន្តិចម្ដងគាត់អាចមានអារម្មណ៍ថារាងកាយរបស់គាត់ចុះខ្សោយបន្តិចម្ដងជំហានរបស់គាត់យឺតនិងពិបាកនៅពេលគាត់ដើរឆ្ពោះទៅរកកំពូលនៅផ្នែកខាងលើនៃកំពូលភ្នំហេងយន្តមានវេទិកាថ្មធំដូចគ្នានឹងចាងស៊ីនហៃឈានដល់កំពូលភ្នែករបស់គាត់បានរួមតូចភ្លាមគាត់បានកលេចមើលមនុស្សនៅលើវេទិកាជាមួយនឹងការកលេចមើលភក់របស់គាត់នេះគឺជាយុវជនដែលពាក់ពណ៌សាហើយសក់ខ្មៅរបស់គាត់ហូរតាមខ្យល់សម្លៀកបំពាក់របស់គាត់ក៏ត្រូវបានគេផ្លុំដោយខ្យល់ហើយកំពុងបង្កើតសម្លេងឮផ្លឹបនៅក្នុងភ្នែករបស់ចាងស៊ីនហៃវាដូចជាមនុស្សនេះមិនមានដែរគាត់មិនអាចរកឃើញនរណាម្នាក់នៅទីនោះដោយអារម្មណ៍ដ៏ទេវភាពរបស់គាត់ទេប៉ុន្តែគាត់អាចមើលឃើញយ៉ាងច្បាស់ពីមនុស្សដែលមានភ្នែករបស់គាត់ភាពផ្ទុយស្រឡានេះបានធ្វើឲ្យវាដូច្នេះគាត់មិនអាចជួយបានទេប៉ុន្តែត្រូវដើរពី3ជំហានត្រឡប់មកវិញមានដាននៃការភ្ញាក់ផ្អើលនៅក្នុងការបញ្ចេញមតិស្ងប់ស្ងាត់របស់គាត់យុវជនដែលមានសក់ខ្មៅមិនបានងាកទេគាត់បានកលេចមើលថ្ងៃលិចនៅលើប្តីហើយនិយាយថាកន្លែងនេះមិនអាក្រក់ទេការកាត់ទោសដ៏សាមញ្ញនេះមិនមានអំណាចនៅក្នុងវាទេប៉ុន្តែនៅពេលដែលវាចុះចតនៅក្នុងត្រចៀករបស់ចាងស៊ីនហៃភ្លាមនោះបានបំពេញរាងកាយទន់ខ្សោយរបស់គាត់ដោយភាពរឹងមាំវាក៏បានបង្ក្រាបអត្តសញ្ញាណរបស់គាត់ជាប្រមុខដ៏មានឥទ្ធិពលនៃគ្រួសារចាងផងដែរគាត់បានបន្ទាបក្បាលដោយមិនដឹងខ្លួនហើយភ្នែករបស់គាត់ពោពេញទៅដោយភាពភេរវកម្មនេះគឺជាឥទ្ធិពលនៃអោរ៉ានេះគឺជាអ្វីដែលគាត់បានដឹងនៅពេលដែលគាត់បានជួបសំបីតែអធិរាជរមែងស្លាប់ពួកគេនឹងបន្ទាបក្បាលរបស់ពួកយុវជនដែលមានសក់ខ្មៅក្រវីក្បាលហើយក្រវីដៃស្ដាំរបស់គាត់ភ្នំបានញាប់ញ័រភ្លាមនឹងអារម្មណ៍ស្លាប់ដែលបានប្រមូលផ្ដុំគ្នានៅទីនេះអស់រយៈពេលជាច្រើនឆ្នាំបានបាត់ខ្លួនភ្លាមដោយគ្មានដានភ្នំទាំងមូលហាក់ដូចជាទទួលបានជីវិតថ្មីដូចជានៅពេលដែលនរណាម្នាក់ដែលមានជំងឺរយៈពេលវែងបានជាសះស្បើយភ្លាមភ្នំបានជាសះស្បើយភ្លាមហើយហាក់ដូចជាពោពេញទៅដោយជីវិតហ្សាងស៊ីនហៃត្រូវបានគេភ្ញាក់ផ្អើលនៅពេលដែលគាត់បានសម្លឹងមើលកន្លែងកើតហេតុនៅចំពោះមុខគាត់ហើយទើបតែជាសះស្បើយឡើងវិញបន្ទាប់ពីមួយរយៈមុខរបស់គាត់ត្រូវបានពោពេញដោយភាពរំភើបបើគ្មានការស្ទាក់ស្ទើរទេគាត់បានលុតជង្គង់នៅលើដីហើយនិយាយថា Junior ហ្សាងស៊ីនហៃស្វាគមន៍ជាន់ខ្ពស់បើសិនបើជាន់ខ្ពស់ចូលចិត្តហេងយុនភិកនេះបន្ទាប់មក Junior នឹងផ្ដល់អំណោយដល់អ្នកភ្លាមហេងយុនភិកយុវជនដែលមានសក់ខ្មៅនេះគឺវ៉ាងលីគាត់បានងាកមកមើលចាងស៊ីនហៃហើយនិយាយយឺតអាយុកាលរបស់អ្នកគឺស្ទើរតែនៅចុងបញ្ចប់របស់វានឹងពិបាកក្នុងការផ្លាស់ប្ដូរវាសូម្បីតែអំណាចរបស់ខ្ញុំចាងស៊ីនហៃអនុញ្ញាតឲ្យស្នាមញញឹមជូរចត់ហើយនិយាយថាការយល់ច្រឡំជាន់ខ្ពស់ខ្ញុំមិនត្រូវនិយាយពីភ្នំនេះទេខ្ញុំនឹងផ្ដល់អំណោយដល់ជាន់ខ្ពស់នៅលើភពផែនដីនេះគឺឈីងលីងប្រសិនបើជាន់ខ្ពស់ចង់បានវាវ៉ាងលីនបានងាកឲ្យដៃស្ដាំរបស់គាត់បានបញ្ជូនកាំរស្មីធម្មពលខាងវិញ្ញាណទៅកន្លែងរវាងរោមចិញ្ចើមរបស់ចាងស៊ីនហៃគាត់និយាយថ្នមខ្ញុំមិនអាចផ្លាស់ប្ដូរជីវិតរបស់អ្នកបានទេប៉ុន្តែដុតធម្មពលខាងវិញ្ញាណរបស់អ្នកដើម្បីពង្រីកជីវិតរបស់អ្នកត្រឹម10ឆ្នាំគឺជាអ្វីដែលខ្ញុំអាចធ្វើបាននៅពេលដែលគាត់បានបញ្ជូនកាំរស្មីនៃធម្មពលខាងវិញ្ញាណនោះវ៉ាងលីនអនុញ្ញាតឲ្យស្រែកធ្ងន់អក្ខរាវិរុទ្ធនេះគឺជាអ្វីដែលគាត់គ្រាន់តែអាចប្រើបន្ទាប់ពីបានឃើញជំហានទី3ប្រសិនបើគាត់ដឹងអំពីរឿងនេះពីមុននោះលីមវ៉ាន់នឹងមិនជ្រកកោននៅខាងក្នុងឋានសួគ៌ប្រឆាំងនឹងអង្កាំឡើយនៅពេលដែលអក្ខរាវិរុទ្ធបានចុះចតរវាងចិញ្ចើមរបស់ចាងស៊ីនហើយរាងកាយរបស់គាត់ញាប់ញ័រហើយគាត់មានអារម្មណ៍រឹងមាំភ្លាមពីធម្មពលខាងវិញ្ញាណនៅក្នុងខ្លួនរបស់គាត់មុខរបស់គាត់ប្រែជាក្រហមនៅពេលគាត់ដកដង្ហើមជ្រៅគាត់បានកលេចមើលវ៉ាងលីនហើយនិយាយដោយគោរពថាអរគុណជាន់ប្រសិនបើជាន់ខ្ពស់មានបទបញ្ជាណាមួយ Junior នឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីអនុវត្តវានរណាម្នាក់ដែលបានខ្លាយជាក្បាលគ្រួសារចាងមិនល្ងងទេគ្មាននរណាម្នាក់នៅលើពិភពលោកនេះនឹងធ្វើបែបនេះដោយគ្មានអ្វីទាំងអស់នៅពេលដែលគាត់បានហឺតវ៉ាងលីននិយាយថាភ្នំនេះល្អគាត់បានផ្ដល់អំណោយដល់ភ្នំភ្លាមដោយគ្មានការស្ទាក់ស្ទើរសម្រាប់នរណាម្នាក់ដែលមានការដាំដុះប្រភេទវ៉ាងលីនដើម្បីនិយាយថាវាមានមេត្តាករុណាខ្លាំងណាស់អ្នកដែលមានចរិតអាក្រក់នឹងកាន់កាប់វាដោយផ្ទាល់
ប្រសិនបើពួកគេមិនសប្បាយចិត្តវានឹងងាយស្រួលសម្រាប់ពួកគេក្នុងការសម្លាប់គ្រួសារដាំដុះតូចៗមួយចំនួនដោយពួកគេចាងស៊ីនហៃបានទាយថាមនុស្សនេះមិនមែនមកពីភពឈីងលីងទេហើយត្រូវតែមកពីខាងក្រៅដើម្បីអាចឈានជើងចូលអវកាសមានន័យថាមនុស្សនេះយ៉ាងហោចណាស់នៅដំណាក់កាលផ្លាស់ប្ដូរព្រលឹងឬខ្ពស់ជាងនេះវ៉ាងលីនបានក្រឡេកមើលយ៉ាងស្ងប់ស្ងាត់នៅហ្សាំងស៊ីនហៃហើយនិយាយដោយស្ងប់ស្ងាត់ថាខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅពេលវេលា10ឆ្នាំដើម្បីប្រមូលការអាក់អន់ចិត្តពីភពរមែងស្លាប់តាមដែលអាចធ្វើទៅបានកាន់តែប្រសើរប្រសិនបើខ្ញុំពេញចិត្តនឹងលទ្ធផលរបស់អ្នកបន្ទាប់មកដរាបណាភពផែនដីនេះមានខ្ញុំក្រុមគ្រួសារចាងរបស់អ្នកនឹងមិនត្រូវបានពលុតទេទៅឥឡូវនេះវ៉ាងលីនក្រវីដៃធំរបស់គាត់ចាងស៊ីនហៃមានអារម្មណ៍ខ្យល់បក់ខ្លាំងមុនពេលគាត់គ្រាន់តែជាអាប់ក្រាស់ហើយខ្យល់បានបំពេញត្រចៀករបស់គាត់នៅពេលគាត់ទទួលបានចក្ខុវិស័យរបស់គាត់បាននៅជើងភ្នំរួចទៅហើយឈុតឆាកតាំងពីមុនមានអារម្មណ៍ដូចជាសុបិនដល់គាត់បានប៉ះចំណុចរវាងចិញ្ចើមរបស់គាត់មានអារម្មណ៍រឹងមាំក្រាស់នៅក្នុងខ្លួនរបស់គាត់ហើយដកដង្ហើមវែងភ្នែករបស់គាត់ពោពេញទៅដោយភាពរំភើបនៅពេលដែលគាត់បានអោនឆ្ពោះទៅភ្នំហើយបានចាក់ចេញយ៉ាងឆាប់រហ័សខ្ញុំត្រូវតែប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីបំពេញសំណើរបស់ជាន់ខ្ពស់ចាងស៊ីនហៃបានប្រែទៅជាកាមេរ៉ាស្មីនៃពន្លឺនៅពេលគាត់បានចោទប្រកាន់ទៅផ្ទះគ្រួសារចាងបន្ទាប់ពីបញ្ជូនចាងស៊ីនហៃលោកវ៉ាងលីនបានសេចក្ដីគិតបន្តិចមុនពេលយកទង់ជាតិប្រលឹង 1000 លានគាត់បានចាក់ទង់ជាតិ30 ហ្វីតយ៉ាងថ្នមៗទៅលើភ្នំទង់ជាតិត្រូវបានបើកដោយខ្យល់ហើយបំណែកព្រលឹងបានហោះចេញជុំវិញកំពូលភ្នំទាំងមូលព្រលឹងបឋមទាំង3បានចេញមកព័ទ្ធជុំវិញតំបន់នោះភ្នំទាំងមូលត្រូវបានគ្របដណ្ដប់ដោយអាប់ក្រាស់និងខ្មៅវ៉ាងលីនក្រោយវិដៃស្ដាមរបស់គាត់ថយក្រោយហើយកម្លាំងដ៏ខ្លាំងមួយបានបាញ់ឆ្ពោះទៅភ្នំមានសម្លេងនៃការផ្ទុះនៅពេលដែលល្អាងធំមួយបានបង្ហាញខ្លួននៅលើភ្នំទ្វារទៅល្អាងស្ថិតនៅកំពូលនៃភ្នំដែលព័ទ្ធជុំវិញដោយថ្មវាមើលទៅអស្ចារ្យណាស់ម្រាមដៃខាងស្ដាំរបស់វ៉ាងលីនបានចង្អុលបង្ហាញហើយអក្ខរាវិរុទ្ធ Celestial បានបាញ់ចេញហើយបោះនៅលើទ្វារវត្តមាននៃអក្ខរាវិរុទ្ធ Celestial បានបង្កើតសម្ពាធដ៏មានឥទ្ធិពលបន្ទាប់ពីធ្វើអ្វីៗទាំងអស់នេះវ៉ាងលីនបានអង្គុយហើយអារម្មណ៍ដ៏ទេវភាពរបស់គាត់បានរីករាលដាលពីពេញភពឈីងលីងម្ដងទៀតពេលនេះគាត់មិនស្វែងរកទេគាត់កំពុងផ្ញើសារចាប់ពីថ្ងៃនេះតទៅនេះគឺជាភពដាំដុះរបស់ខ្ញុំតំបន់នេះមានចម្ងាយ 5000 គីឡូម៉ែត្រជុំវិញទីក្រុងហេងយុនពេកគឺជាតំបន់ហាមឃាត់អ្នករំលោភបំពានណាមួយនឹងមិនត្រូវបានបង្ហាញមេត្តាករុណាទេអារម្មណ៍ដ៏ទេវភាពរបស់វ៉ាងលីនគឺដូចជាផ្គរលាន់ដោយដែលវាបានបន្លឺឡើងពីពេញភពផែនដីសម្លេងរបស់គាត់បានចូលទៅក្នុងត្រចៀករបស់អ្នកដាំដុះគ្រប់រូបដែលបណ្ដាលឲ្យកន្សំរបស់ពួកគេផ្លាស់ប្ដូរយ៉ាងខ្លាំង